សហគមន៍និងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីចង់ឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលើទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងអ្នកមានអំណាចព្រមទាំងបញ្ហាដីសម្បត្តិសេដ្ឋកិច្ចដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីរបបកំហើញថ្មីតាក់ទិននឹងកិច្ចដំណើរការចុះបញ្ជីដីសមូហភាពនិងការដោះស្រាយទំនាស់នៅមូលដ្ឋានកាលពីព្រឹកថ្ងៃទី4 ខែសីហានៅសន្តាគារសាន់វេនាយកប្រតិបត្តិអង្គការគាំទ្រជនជាតិដើមភាគតិចលោកសៅវ៉ាន់សីបានឲ្យដឹងថាបញ្ហាប្រឈមធំនៅក្នុងបញ្ហាដីធ្លីមកពីមិនបានកំណត់ព្រំដីឲ្យបានច្បាស់លាស់កង្វះចំណេះដឹងផ្នែកច្បាប់របស់សហគមន៍នៅមានកម្រិតកង្វះគោលនយោបាយកំណត់ប្រជាជនជាដើមលោកយល់ថាការពង្រឹងការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យមានប្រសិទ្ធភាពជាយុទ្ធសាស្ត្រសំខាន់ជួយបញ្ចប់ចំនួនដីធ្លីឲ្យបានឆាប់រហ័សតំណាងសហគមន៍ដីធ្លីចំនួន29មកពីខេត្តរតនគិរីលោកទូចញេបលើកឡើងថាជនជាតិដើមភាគតិចនៅក្នុងសហគមន៍លោកទទួលរងការរំលោភបំពានដីស្រែដីលំនៅឋានតាំងពីឆ្នាំ2012ពីសំណាក់អ្នកមានអំណាចនឹងការវិនិយោគដីសម្បត្តិសេដ្ឋកិច្ចមិនទាន់មានដំណោះស្រាយនៅឡើយទេលោកស្នើឲ្យរាជរដ្ឋាភិបាលពង្រឹងការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការដើម្បីងាយស្រួលដល់ការចុះបញ្ជីដីធ្លីសមូហភាពជូនដល់សហគមន៍ឆ្លើយតបទៅនឹងបញ្ហានេះអនុប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណៈបកនយោបាយនៃក្រសួងមហាផ្ទៃលោកអំវិស្នាបានមានប្រសាសន៍ថាក្រសួងតែងតែគាំទ្រនៅយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការពិសេសការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិចប៉ុន្តែលោកថាការដោះស្រាយទំនាស់ដីធ្លីវាតាក់ទងទៅនឹងដែនសមត្ថកិច្ចរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណជិត100នាក់ដែលមកពីអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិសហគមន៍ដែលធ្វើការពាក់ព័ន្ធទៅនឹងអភិបាលកិច្ចដីធ្លីនិងការដោះស្រាយវិវាទដីធ្លីនៅកម្ពុជាពួកគេក៏បានជំរុញឲ្យរាជរដ្ឋាភិបាលសិក្សាពីស្ថានភាពតំបន់ដែលមានទំនាស់ឲ្យបានគ្រប់ជ្រុងជ្រោយមុនសម្រាប់ផ្ដល់សម្បត្តិសេដ្ឋកិច្ចណាមួយព្រមទាំងត្រូវអនុវត្តច្បាប់ឲ្យមានតម្លាភាពផងដែរ